Just đấy bong bong ឃើញនៅក្នុងរូបហ្នឹងឃើញអីប្លែកអត់គឺយើងបានចាក់នៅម៉ូតកាបូបថ្មីមួយទៀតណាហើយម៉ូតកាបូបនេះគឺយើងប្រើតែខ្សែអំបោះតប៉ែតយើងបងមើលបានម៉ូតកាបូបនេះស្អាតដែរណាបងអាចចាក់ឲ្យម៉ាក់បានស្អាតខ្លាំងណាទំហំដែលខ្ញុំប្រើនេះសមល្មមមិនទូចពេកក៏មិនធំពេកសម្រាប់បាតកាបូបគឺ10x22ហើយសម្រាប់ដៃគឺទំហំធំយើងមាននៅក្នុងស្តុកណាអញ្ចឹងបងបើសិនជាស្រឡាញ់ណាអាចកំងបានយើងមានវីដេអូខ្លះសម្រាប់ឲ្យបងមើលដែរអត់អីទេហើយសម្រាប់កាបូបហ្នឹងនេះតែខ្សែអំបោះគឺតប៉ែតបែបហ្នឹងចំនួន250ក្រាមសម្រាប់មកចាក់កាបូបហ្នឹងអស់ប៉ុណ្្នឹងហ្មងបងអស់មកល្មមហ្មងសម្រាប់អ្នកលក់គឺចាក់ម្ដុំហ្នឹងគឺក្រាន់តែម្ដងហើយសម្រាប់ប្រើមជុលនេះគឺមជុលលេខ4នេះទំហំជាក់ស្ដែងគឺ2.5អ៊ំអញ្ចឹងបើសិនតែជាក់ស្ដែងចេះគឺថាកន្លែងនេះគឺយើងត្រូវបន្ថែមចាក់មកជាន់លើនេះទៀតប៉ុន្តែមិនផ្កាយជាក្បាច់ត្រឡប់តែដោយសារតែយើងគឺអស់តែខ្សែមាត់ធំគួចនឹងហ្មងអញ្ចឹងក៏យើងអាចប្រើបានដែរតែបើសិនជាបងថាចង់ចាក់ឲ្យគ្រប់ចំនួនគេគ្រប់ជ្រុងគេគឺបងអាចប្រើទំហំមជុលលេខ3នេះបានវាអាចស្មើនឹង2អ៊ំអញ្ចឹងអាចនឹងសល់របស់ខ្លះសម្រាប់ចាក់ដើម្បីបាច់យើងទិញអស់ថែមម្ដងទៀតទេគឺដឹងតែថាទិញរបស់នេះម្ដុំទៅទំមជុលមួយបាតកាបូបដៃកាបូបបងនឹងទទួលបានកាបូបម៉ូតដូចនៅក្នុងនេះដែលខ្ញុំចាក់ហើយអញ្ចឹងណាស្អាតខ្លាំងណាបងស្អាតខ្លាំងយើងមានលក់ជាឈុតឲ្យបងយកទៅរៀនចាក់ហ្មងមាននេះទឹកឆក់មួយទៀតសម្រាប់ឲ្យបងយកទៅដេរភ្ជាប់ណាសម្រាប់វិធីដេរសម្រាប់ចាក់អីក៏វាអត់មានភាពងាយពិបាកដែរបងយើងមានវីដេអូឲ្យបងមើលទេអញ្ចឹងបើសិនជាចង់បានទំហំទូជាងនឹងបាទចង់ថាចង់ស្រឡាញ់ទូជាងនឹងក៏បានដែរបងទូជាងនឹងគឺ18x8ហើយដៃគឺយើងប្រើទូជាងនឹងដឹងតែសល់អំបោះបានច្រើនជាងនឹងទៀតទេតែបើបងស្រឡាញ់ម៉ូតដូចខ្ញុំកាន់នៅដៃតឹងចាក់ហើយនេះយកទំហំបាតកាបូប10x22ហ្នឹងទៅហ្មងទៅហើយនឹងដៃកាបូបមួយមកចូលចាក់មួយទៅហើយតែប៉ុណ្្នឹងហើយនឹងបោះម្ដុំទៅគឺដឹងតែគ្រាន់ហើយអញ្ចឹងណាបងអរគុណច្រើនបង